ការប្រើទ្វារបើកចូលក្នុងសម្រាប់បន្ទប់ទឹកជន់ពីការគឺជាកំហុសបច្ចេកទេសវាមិនត្រឹមតែទៅជាមួយរទេះរុញធ្វើឲ្យពិបាកបិទទ្វារប៉ុណ្ណោះទេតែវាក៏រារាំងការជួយសង្គ្រោះក្នុងករណីមានគ្រោះថ្នាក់ដួលនៅខាងក្នុងផងដែរដំណោះស្រាយដ៏ល្អគឺការប្រើទ្វារបត់ឬទ្វារបើកបានពីរមុខវាជួយសន្សំសំចៃលំហាខាងក្នុងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបិទបើកនិងធានាបាននូវសុវត្ថិភាពខ្ពស់ព្រោះស្ថាបត្យកម្មដែលល្អត្រូវតែផ្ដល់ភាពងាយស្រួលនិងសុវត្ថិភាពដល់មនុស្សគ្រប់រូបដោយគ្មានឧបសគ្គការរៀបចំប្លង់ដែលខ្វះភាពឯកជនកុំដាក់ទ្វារបង្គន់ឲ្យបើកចំតុអាហារបែបនេះព្រោះវាធ្វើឲ្យអ្នកញ៉ាំបាយមានអារម្មណ៍មិនស្រណុកនិងប៉ះពាល់ដល់អនាម័យភ្នែកប្លង់ដែលត្រឹមត្រូវគឺត្រូវបដូរទិសដៅទ្វារឬប្រើជញ្ជាំងបាំងដើម្បីកាត់ផ្ដាច់ខ្សែភ្នែកពីក្នុងបង្គន់មកតុអាហារបែបនេះទើបមានភាពឯកជននិងមានសោភ័ណភាពការរចនាបន្ទប់ក្រោមជណ្ដើរដោយមិនបានគិតគូរពីកម្ពស់គឺជាកំហុសបច្ចេកទេសមួយប្រសិនបើកម្ពស់ដំបូលទាបពេកវានឹងធ្វើឲ្យអ្នកប្រើប្រាស់ពិបាកឈរត្រង់ខ្លួនហើយអាចបង្កជាគ្រោះថ្នាក់បោកក្បាលនិងបាតជណ្ដើរយ៉ាងធ្ងន់ធ្ងរដើម្បីសុវត្ថិភាពយើងត្រូវកំណត់កម្ពស់អបបរមាពីកម្រាលដល់បាតជណ្ដើរយ៉ាងតិច2ម៉ែត្រនៅត្រង់ចំណុចដែលមនុស្សត្រូវឈរប្រើប្រាស់ការវាស់វែងចម្ងាយយ៉ាងតិច1.50 ម៉ែត្រពីជញ្ជាំងមកបង្គន់ក៏ជាចំណុចគន្លឹះដើម្បីធានាបាននូវផាសុកភាពនិងសុវត្ថិភាពដល់អ្នកប្រើប្រាស់កុំចង់ចំណេញដីរហូតធ្វើចំណតឡានចង្អៀតដូចនេះបើចន្លងឡាននឹងជញ្ជាំងសតិចពេកបែបនេះកុំថាឡាយដាវចេញសូម្បីតែបើកទ្វារក៏ពិបាកដែរលទ្ធផលគឺឡានកកគិតមនុស្សក៏ឆ្លោះគ្នាហើយចុងក្រោយមានតែចេញតាមដំបូងទេទើបមិនទៅធ្វើជាម្ចាស់ឡានត្រូវមានចិត្តទូលាយហើយចំណតក៏ត្រូវទូលាយដែរសម្រាប់ឡាន2គ្រឿងបងប្អូនគួរយកទៅតឹងយ៉ាងតិច 6.7 ម៉ែត្រចំណុចសំខាន់គឺត្រូវរក្សាលំហចន្លោះឡាននីមួយៗឲ្យបាន76សង់ទីម៉ែត្រចម្ងាយនេះគឺដើម្បីឲ្យយើងបើកទ្វារបានស្រឡះដើរចេញចូលបានស្រួលមិនបាច់រំលំលាវជាគីនេះទេ